តែកម្ពុជាយើងបានហក់ឡើង27លេខក្នុងតារាងបច្ចេកវិទ្យាពិភពលោកពីលេខ145មកលេខ118នេះមិនមែនជារឿងចៃដន្យនោះទេតែគឺជាផ្លែផ្កាយុទ្ធសាស្ត្រ AI 2026តែវាមានអ្វីខ្លះប្លែកតោះមកមើលវីដេអូនេះទាំងអស់គ្នាឈប់តែមិនយើងចូលទៅដល់វីដេអូពុកម៉ែបងប្អូនទាំងគ្នាសូមជួយ subscribe follow ឲ្យមេដៃហើយកុំភ្លេច comment ខាងក្រោមបើពុកម៉ែបងប្អូនទាំងគ្នាចង់ឃើញវីដេអូអ្វីមួយដែលពាក់ព័ន្ធពី tech អញ្ចឹងកុំឲ្យខាតពេលយូរLet's go យុទ្ធសាស្ត្រជាតិដែលរៀបចំដោយក្រសួងប្រៃសណីនិងទូរគមនាគមន៍គឺផ្ដោតលើចំណុចគន្លឹះដ៏សំខាន់3ដែលពុកម៉ែបងប្អូនទាំងគ្នាគួរយល់ដឹងទី1ការបង្កើតខួរក្បាល Digital ខ្មែរយើងកំពុងអភិវឌ្ឍ AI ដែលយល់ច្បាស់ពីភាសាវប្បធម៌និងបរិបទរបស់ខ្មែរយើងផ្ទាល់ទី2វិស័យអត្ថភាពទាំង6 AI នឹងត្រូវយកមកប្រើប្រាស់ក្នុងវិស័យអប់រំសុខាភិបាលកសិកម្មទេសចរណ៍ការផលិតនិងសេវាសាធារណៈដើម្បីជួយឲ្យការរស់នៅរបស់យើងឲ្យកាន់តែងាយស្រួលទី3កិច្ចការពារទិន្នន័យស្របជាមួយគ្នានេះច្បាប់ស្តីពីការការពារទិន្នន័យក៏ត្រូវបានអនុវត្តដល់តឹងដឹងដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់គ្រប់រូបពីការបោកប្រាស់តាមអនឡាញបងប្អូនអាចឃើញស្រាប់ឥឡូវនេះយើងមានប្រព័ន្ធ verify.gov.kh ដែលអាចផ្ទៀងផ្ទាត់ឯកសាររដ្ឋាភិបាលបានយ៉ាងលឿនតាមរយៈ QR code នេះគឺជាមោទនភាពមួយដែលបច្ចេកវិទ្យាកម្ពុជាត្រូវបានទទួលស្គាល់ដែលយកទៅប្រើប្រាស់ជាគំរូនៅក្នុងតំបន់ផងដែរអនាគតបច្ចេកវិទ្យា Artificial Intelligence នៅកម្ពុជាគឺស្ថិតនៅក្នុងដៃយើងទាំងអស់គ្នាការយល់ដឹងនិងការប្រើប្រាស់ដោយមានទំនួលខុសត្រូវគឺជាគន្លឹះនៃជោគជ័យអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនទាំងគ្នាដែលបានតាមដានវីដេអូខ្ញុំហើយកុំភ្លេចចែករំលែកមតិនិងយោបល់របស់ពុកម៉ែបងប្អូនទាំងគ្នានៅខាងក្រោមតើបងប្អូនរំពឹងអ្វីខ្លះពី AI នៅកម្ពុជាហើយពុកម៉ែបងប្អូនទាំងគ្នាសូមកុំភ្លេចចុច subscribe follow ឲ្យមេដៃ This is Seth from Bro Talk Tech I hope you guys enjoy this video ជួបគ្នាវីដេអូក្រោយ Bye bye